ការសម្ភាសសម្រាប់កម្មវិធី share ប៉ះខុសពីការសម្ភាសសម្រាប់កម្មវិធីដតៃមើលវីដេអូនេះដល់ចប់បើសិនបើចង់ជោគជ័យនៅក្នុងការសម្ភាសសម្រាប់កម្មវិធី Navy Journalistic នៃកម្ពុជានិងជប៉ុនដែលនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពី5ចំណុចធំៗដែលយើងគួរទៅត្រៀមខ្លួនសម្រាប់ការសម្ភាសហើយជាពិសេសគឺសម្ភាសសម្រាប់កម្មវិធី share នៅទី1នោះគឺជាការដឹងការស្គាល់អំពីកម្មវិធីយើងវាជារឿងធម្មតាវាជារឿងទូទៅកម្មវិធីអីមួយយើងត្រូវស្វែងយល់អំពីកម្មវិធីហ្នឹងឲ្យច្បាស់សិនថាតើកម្មវិធីបែប teaching program ដែល focus ទៅលើ academic មានន័យថាការសិក្សាសប្បាយៗ useful ដែលយើងទៅគ្រាន់តែយក experience ពី participant ផ្សេងៗទៀតឬក៏យ៉ាងណាអញ្ចឹងនៅពេលដែលយើងដឹងច្បាស់អំពីកម្មវិធីគេកំពុងតែព្យាយាមស្វែងរកបេក្ខជនបែបណាដើម្បីឲ្យចូលរួមហើយពេលហ្នឹងយើងនឹងដឹងថាតើខ្លាំងចំណុចខ្សោយយើងនៅកន្លែងណាយើងខ្វះខាតអីខ្លះសម្រាប់ទៅចូលរួមការសម្ភាសឬក៏សម្រាប់ចូលរួមកម្មវិធីមួយហ្នឹងចំណុចទី2ដូចខ្ញុំនិយាយចឹងថាសម្ភាសនៅកម្មវិធី SAP ខុសពីកម្មវិធីដទៃគឺយើងទៅតំណាងមិនមែនទៅសម្ដែងនេះសម្រាប់កម្មវិធី SAP ពួកគាត់បានស្វែងរកបេក្ខជនដែលល្អឥតខ្ចោះហេពួកគាត់ត្រូវការបេក្ខជនដែលមានភាពជាតំណាងដែលមានភាពស្មោះត្រង់អំណត់អត់ធ្មត់តស៊ូហើយបាក់ចិត្តទូលាយនៅក្នុងការព្យាយាមទទួលយកអ្វីដែលថ្មីហើយហ៊ានសូត្រពីមនុស្សជុំវិញខ្លួនហើយគឺជាទឹកដែលអត់ទាន់ពេញកែវអញ្ចឹងគាត់នឹងហ៊ានពីមនុស្សជុំវិញខ្លួនហើយដើម្បីអភិវឌ្ឍខ្លួនឯងចំណុចទី3គឺត្រូវច្បាស់ជាមួយនឹងវ៉ាមានន័យថាច្បាស់អំពីមូលហេតុដែលយើងចង់ចូលរួមកម្មវិធីហ្នឹងច្បាស់អំពីអ្វីដែលយើងចង់យកទៅបង្ហាញយើងមានអីខ្លះដើម្បីទៅបង្ហាញប្រាប់គេថាខ្ញុំជាយុវជនខ្ញុំអាចតំណាងកម្ពុជាខ្ញុំមានចំណុច1 2 3 4ដើម្បីទៅបង្ហាញអំពីយុវជនកម្ពុជាអំពីប្រទេសកម្ពុជាត្រូវច្បាស់ជាមួយនឹងគោលដៅដែលយើងបានsetតាំងពីដំបូងថាយើងចង់បានអីខ្លះអំពីកម្មវិធីយើងចង់ហ៊ានអីខ្លះអញ្ចឹងនៅពេលដែលពួកគាត់សួរសំណួរអីមកនៅពេលដែលយើងច្បាស់ពីខ្លួនឯងសំណួរអីសំណួរបែបម៉េចក៏យើងអាចឆ្លើយបានដែរចំណុចទី4នោះគឺតាក់ទងទៅនឹងការធ្វើជាខ្លួនឯងប៉ុន្តែធៀបលក្ខណៈរួចជាស្រេចមានន័យថាយើងហាត់សមនៅក្នុងការ interview ម្នាក់ឯងថាបើសិនបើគាត់សួរសំណួរឲ្យណែនាំពីខ្លួនឯងសួរសំណួរនិយាយពីបទពិសោធន៍យើងត្រូវធៀបខ្លួនបែបម៉េចប៉ុន្តែរាល់ចម្លើយទាំងអស់ហ្នឹងគឺយើងឆ្លើយចេញពីខ្លួនឯងយើងអត់បានព្យាយាមសម្ដែងធ្វើជានរណាម្នាក់ឯងមានន័យថានៅពេលដែលយើងធ្លាប់មើលវីដេអូគេនិយាយអំពី interview យើងនិយាយបានល្អហ្នឹងគួរតែនិយាយដូចគាត់អត់ទេយកនៅចំណុចល្អៗដែលគេបានចែករំលែកហើយយើងអនុវត្តខ្លួនឯងប៉ុន្តែជាខ្លួនបង្ហាញនៅចំណុចខ្លាំងរបស់យើងទៅកាន់ពួកគាត់និងគុណតម្លៃរបស់យើងចំណុចទី5ដែលជាចំណុចដែលខ្ញុំតែងតែអនុវត្តជាមួយខ្លួនឯងផ្ទាល់ហ្មងមិនថាអ្នកនរគ្នាទៅកន្លែងណាឬក៏ធ្វើអីទេទៅដោយបេះដូងហើយធ្វើវាដោយក្តីស្រឡាញ់សម្រាប់ការដាក់ពាក្យនៅក្នុងកម្មវិធី Navy Journalistic គ្នានឹងជប៉ុនណាយើងដឹងថាយើងមិនមែនទៅដើម្បីខ្លួនឯងទេគឺយើងទៅក្នុងនាមជាប្រតិភូតំណាងប្រទេសយើងតំណាងកម្ពុជាអញ្ចឹងយើងត្រូវដឹងថាយើងមាន18លានអ្នកនៅលើស្មាអញ្ចឹងវាជាកត្តាមួយដែលជំរុញឲ្យយើងធ្វើរឿងទាំងអស់ហ្នឹងចិត្តដោយក្តីស្រឡាញ់មានន័យថាការខិតខំប្រឹងប្រែង commitment របស់យើងការតាំងចិត្តរបស់យើងនៅក្នុងការដែលបង្ហាញភាពអស្ចារ្យរបស់ខ្លួនឯងផងបង្ហាញភាពអស្ចារ្យរបស់ប្រទេសយើងផងហើយចំណុចទាំង5ហ្នឹងនៅពេលដែលខ្ញុំអនុវត្តទៅវាធ្វើឲ្យខ្ញុំជោគជ័យនៅក្នុងការសម្ភាសហើយខ្លាចខ្លួនជាប្រតិភូតំណាងប្រទេសកម្ពុជានៅក្នុងវីដេអូក្រោយខ្ញុំនឹងចែករំលែកថាតើពេលដែលជាប់ហើយយើងធ្វើអីខ្លះក្នុងនាមជាប្រតិភូតំណាងប្រទេសកម្ពុជា